បាទជំរាបសួរបងប្អូនបង្ហាញវីដេអូពីរបៀបការថែទាំនិងភ្ញាស់កណ្ដូបបន្តទៀតហើយនៅក្នុងរដូវក្តៅនេះណាម៉ុងនេះគឺម៉ុង2គុណនឹង2គុណនឹង4ណាម៉ុងនេះ2គុណ2គុណនឹង4បងប្អូនឃើញនេះណាហើយតើសួរថាតើម៉ុងនេះប៉ុណ្ណេះតើយើងអាចដាក់បានប្រមាណគីឡូដាក់បានប្រមាណគីឡូម៉ុង2គុណ2គុណនឹង4ហ្នឹងយើងអាចដាក់បាន1គីឡូកន្លះទៅ2គីឡូណាបើបងប្អូនមិនចង់ចង្អៀតបងប្អូនមិនចង់ច្រើនពេកបងប្អូនដាក់1គីឡូឬក៏1គីឡូកន្លះបានហើយតែបើបងប្អូនណាចង់បានមើលឃើញរឿងណែនណាន់តាន់តាប់បន្តិចមើលទៅពេញណែនត្រង់ល្អបងប្អូនដាក់2គីឡូទៅពេញបឹបហ្មងណាណែនបឹបហ្មងណាពេញបឹបណែនបឹបត្រង់របស់យើងអញ្ចឹងនេះគឺជាត្រង់2គុណ2ហើយត្រង់នេះទំហំប៉ុណ្ណានេះអានេះគឺជាត្រង់ណាត្រង់នេះគឺទំហំ1ម៉ែត្រគុណនឹង1ម៉ែត្រគុណនឹង4ម៉ែត្រណាទំហំត្រង់នេះហើយអានេះខ្ញុំមិនទាន់បានចាប់អស់ទេខ្ញុំទុកមេវាដើម្បីយកពងទុកចែកជូនបងប្អូនដែលមានតម្រូវការ1ខាំ2ខាំ3ខាំ4ខាំកន្លះគីឡូអញ្ចឹងយើងទុក2ត្រង់ណាសម្រាប់យកពងហ្នឹងហើយឲ្យវាងាប់តាមដំណើរទៅបើអាយុវាត្រូវងាប់អូខេឥឡូវយើងបង្ហាញតែក្រៅត្រង់ឥឡូវយើងមើលក្នុងត្រង់ម្ដងណាអូកូនពូជកំពុងដេញចាប់កូនកណ្ដប់វារួចតាមប្រហោងតូចណាមួយហើយហ្នឹងហើយវារួចខ្លះតោះអាណានៅអាហ្នឹងយើងចាំអាណារួចវាទៅតាមដំណើរវាទៅអូខេអញ្ចឹងអានេះខ្ញុំដាក់3គីឡូត្រង់នេះ3គីឡូនោះ3ឡាំងស្នោនោះឡាំងស្នោធំកនោះ2ហ្នឹងគឺ2គីឡូ2ខាំហើយអានេះ1គីឡូ2ខាំយើងទៅ3គីឡូ6ខាំណា3គីឡូ6ខាំទាំងអស់ហ្នឹងប៉ុន្តែសម្រាប់នេះគឺមិនមែនមានន័យថាខ្ញុំត្រូវដាក់ភ្ញាស់វាទាំងអស់នោះទេណាមិនមែនដាក់ឃើញលោតទេបងប្អូននោះឃើញឃើញវារត់ទេនោះអញ្ចឹងណាខ្មៅណាខ្មៅណែនហ្មងខ្មៅណែនហ្មងអានេះចាំមើលវាធំបន្តិចមិនដឹងថាណែនប៉ុណ្ណាអានេះវាញាស់ប្រហែលជា20%នៃឡាំងស្នោទាំង3ហ្នឹងទេបាទនៅច្រើនណាស់អញ្ចឹងយើងដាក់3គីឡូកន្លះអញ្ចឹងមកប៉ុន្តែមិនមែនន័យថាត្រង់2គុណ2គុណ4ហ្នឹងយើងដាក់ទាំងអស់ហ្នឹងទេតែយើងអត់ចង់ទុកឲ្យវាញាស់រហូតដល់10ថ្ងៃកន្លះខែទេពីព្រោះកាលណាញាស់យូរពេកវាធ្វើឲ្យកដោបរបស់យើងហ្នឹងវាធំមិនស្មើកាលណាដែលវាធំមិនស្មើវាយ៉ាងម៉េចកាលណាធំមិនស្មើវាកដោបរបស់យើងវាស៊ីគ្នាច្រើនវាខំគ្នាវាងាប់ច្រើនណានេះជាបញ្ហាមួយដែលបងប្អូនត្រូវដឹងដែរសម្រាប់អ្នកដែលចង់ចាប់ដើមចិញ្ចឹមហើយអ្នកដៃថ្មីអ្នកចិញ្ចឹមដឹងហេតុអីបានកដោបវាស៊ីគ្នាច្រើនម្ល៉េះហើយមើលទៅវាខុសធំខុសគ្នាខ្លាំងម៉េះអាខ្លះដោះស្លាប់ចាប់គោហើយអាខ្លះមិនទាន់ដោះស្លាប់កាក់ផងអាខ្លះទៅដោះស្លាប់អញ្ចឹងផលលំបាកនៃការចិញ្ចឹមកដោបបើយើងមិនយល់ពីការថែទាំនិងដាក់ពូជរបស់វាទេវាធ្វើឲ្យកដោបរបស់យើងនឹងធំមិនស្មើគ្នាអញ្ចឹងវីដេអូហ្នឹងសម្រាប់បងប្អូនដែលចង់បានពងពូជសាច់កណ្ដូបណាធានាបច្ចេកទេសជូនដល់បងប្អូនយើងណាធានាបច្ចេកទេសផ្ដល់ជូនឯកសារផ្ដល់ជូនព័ត៌មានពិតជាក់ស្ដែងជូនដល់បងប្អូនរបស់យើងអ្នកណាខំអ្នកនឹងបានអ្នកណាប្រឹងអ្នកនឹងទទួលផលណាធ្វើតិចបានតិចធ្វើច្រើនបានច្រើនអត់ធ្វើអត់បានផលគ្រាន់តែគិតមានតែខ្យល់ណាកាលណាគិតហើយធ្វើគឺយើងនឹងទទួលបានលទ្ធផលយើងនឹងទទួលបានលុយយើងនឹងទទួលបានភាពរីកចម្រើនយើងនឹងទទួលបានការធូរធារប្រសើរឡើងហេតុដូចនេះហើយបងប្អូនត្រូវដឹងថាការដែលគិតហើយមិនធ្វើហើយចេះតែត្អូញថាចេះតែទទួលនិយាយថាលំបាកចេះលំបាកចោះក្រណាស់លំបាកណាស់វេទនាណាស់តែបើសិនជាកោះមកកេះមកយួរអីវិញអូគ្មានបញ្ហាទេថ្ងៃណាក៏កោះបានដែរមកយួរថ្ងៃណាក៏កេះបានដែរមកកេះណាអញ្ចឹងយើងលះបង់អាមកយួរអាមកកេះហ្នឹងសិនទៅដើម្បីយកលុយហ្នឹងមកចាប់ផ្ដើមអាជីវកម្មឬក៏មុខរបរណាមួយដែលអាចពង្រីកលុយដែលយើងអាចជៀសផុតពីភាពក្រភាពលំបាកភាពវេទនាភាពតោកយ៉ាកហ្នឹងអញ្ចឹងបងប្អូនខ្ញុំខ្លាចយកទៅគេគ្រាន់តែលក់ពូជឲ្យគេមិនផ្ដល់បច្ចេកទេសគេមិននិយាយជាមួយឆាតទៅគេមិនឆ្លើយណាកុំបារម្ភកសិដ្ឋាន108នៅជាមួយបងប្អូនជានិច្ច
ធ្វើជាមួយបងប្អូនជានិច្ចចែករំលែកជាមួយបងប្អូនជានិច្ចជាមួយនឹងទិន្នផលជាក់ស្ដែងចំណេះជាក់ស្ដែងបងប្អូនអាចមកស្នាក់នៅក៏បានអាចមកមើលក៏បានណាគ្មានលាក់លៀមគ្មានលាក់បាំងអីទេមកឆាតមកទេមកក្រុងសៀមរាបប្រទេសកម្ពុជាណាបងប្អូនមកលេងអង្គរបងប្អូនមកលេងសៀមរាបបងប្អូនហ្នឹងចង់មកមើលកសិដ្ឋាន108ទីមើលឃើញលោកគ្រូឃើញគាត់ផុសឃើញគាត់បរោះរាល់ថ្ងៃហ្នឹងហើយអញ្ចឹងកសិដ្ឋាន108ក៏មានទីកន្លែងសម្រាប់ឲ្យបងប្អូនស្នាក់នៅដែរណាស្នាក់នៅបងប្អូនអាចមកមើលបងប្អូនអាចមករៀនផ្ទាល់បងប្អូនអាចមកមើលបទពិសោធន៍ផ្ទាល់បងប្អូនអាចមកស្នាក់នៅផ្ទាល់ណាកុំព្រួយកុំបារម្ភបងប្អូននៅកន្លែងតិចណាទីណាក៏អាចឈៀងចូលមកមើលបានដែរបើកចំហជូនដល់បងប្អូនគ្រប់គ្នាទាំងអស់សម្រាប់កសិដ្ឋាន108អូខេអញ្ចឹងបងប្អូនឆាតមកបងប្អូនទេមកណាលេខ Telegram 066 4420/19ដែលមាន description នៅក្នុងវីដេអូហ្នឹងផងដែរហើយឬក៏បងប្អូនឆាតតាម Facebook ហ្នឹងមកតាម Facebook YouTube ហ្នឹងមកណាបងប្អូនដែលចូលមើលបងប្អូនដែលចូលចិត្តបងប្អូនដែលតាមដានពីកសិដ្ឋាន168ចុច Subscribe ចុច Follow ដើម្បីទទួលបាននៅវីដេអូថ្មីៗអញ្ចឹងបញ្ហាកណ្ដូបងាប់បញ្ហាកណ្ដូបក្រិនបញ្ហាកណ្ដូបស៊ីគ្នាបញ្ហាកណ្ដូបចិញ្ចឹមហើយវាមានពូជមិនល្អមេបាមិនល្អបងប្អូនដោះស្រាយបានណាតាមរយៈឈុតវ៉ាក់សាំងគឺជាវ៉ាក់សាំងឈុតមានអរម៉ូនមានវ៉ាក់សាំងយកមកថែទាំកណ្ដូបរបស់យើងឲ្យមានសុខភាពល្អដើម្បីកុំឲ្យក្រិនដើម្បីកុំឲ្យកណ្ដូបរបស់យើងនឹងវាស៊ីគ្នាដើម្បីកណ្ដូបកុំឲ្យវាងាប់នៅពេលវាចាប់គូណាកុំឲ្យវាងាប់កដៃកជើងគ្នាបាទអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងចែករំលែកជាមួយបងប្អូនបន្តទៀតអញ្ចឹងវីដេអូហ្នឹងខ្ញុំគិតថាប៉ុណ្្នឹងហើយកុំឲ្យវែងពេកកុំឲ្យយូរពេកកុំឲ្យបងប្អូនធុញទ្រាន់ចម្ងល់អីបញ្ហាអីពាក់ព័ន្ធនឹងការចិញ្ចឹមកណ្ដូបណាសួរមកណាសួរតាម Telegram តាមឆាតតាម comment តាមណាក៏បានដែរធ្វើម៉េចឲ្យដល់បងប្អូនអាចសួរបានកុំខ្លាចកុំហៅថាសាក់ស្ទើណា do not hesitate ណាគេថាកុំសាក់ស្ទើហ្នឹងចង់អីសួរហ្នឹងមកចង់អីចូលមក come on ឆ្លើយតបជូនដល់បងប្អូនទាំងអស់គ្នាអូខេជួបគ្នាវីដេអូថ្មីជាបន្តទៀតជាមួយកសិដ្ឋាន168